បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាស្រែរបស់បងអាំភក្តីនៅភូមិស្វាយតាភ្លោឃុំបាសាក់ស្រុកស្វាយជ្រុងខេត្តស្វាយរៀងបាទស្រូវរបស់គាត់គឺបែកគុំល្អខ្លាំងមែនទែនហើយដីរបស់គាត់នេះគឺជាប្រភេទដីល្បាយឥដ្ឋបាទប៉ុន្តែវាមានជាតិមមោកច្រើនណាដោយសារតែកន្លងមកគាត់មានទម្លាប់ប្រើប្រាស់ជីធម្មជាតិជាប្រចាំបាទវគ្គមុនគឺគាត់ប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដីហើយបើគាត់ប្រើ NPK គឺគាត់ប្រើ NPK សញ្ញាក្បាលសឹងទៀតដែលមានលាយសមាសធាតុធម្មជាតិណាហើយចូលមកដល់វគ្គនេះគឺគាត់ប្រើជីកំប៉ុស្តមីដូរីប្រភេទគ្រាប់បាទគាត់បាច់បំពន់វគ្គទី1វគ្គទី2ហើយដល់ពេលផ្ដាច់គាត់ប្រើ NPK សញ្ញាក្បាលសឹងអញ្ចឹងទៅស្រូវរបស់គាត់លូតលាស់ល្អបាទហើយដីរបស់គាត់ក៏ល្អដែរបាទដូចពុកម៉ែបងប្អូនឃើញក្នុងវីដេអូនេះអញ្ចឹងដីនេះគឺជាប្រភេទដីល្បាយឥដ្ឋទេប៉ុន្តែស្រូវរបស់គាត់លូតលាស់ល្អដោយសារតែយើងប្រើជីធម្មជាតិអញ្ចឹងទៅវាមានជាតិមមោកវាមានអីវាជួយទៅដល់ដីបាទបើសិនបើគាត់ប្រើគីមីសុទ្ធដីនេះអាចនឹងរឹងអាចនឹងក្តាំងដោយសារវាជាប្រភេទដែលមានជាតិឥដ្ឋតែគាត់ប្រើធម្មជាតិដីរបស់គាត់ល្អសាទី1ហ្នឹងវាយមីដូរី4បាវលាយជីអ៊ុយរ៉េសហ្នឹង1បាវ50គីឡូជីរ៉េស50គីឡូណាបាទ4បាវ25គីឡូវាស្មើនឹង100គីឡូមីដូរីបាទមីដូរី100គីឡូហើយនឹងជីរ៉េរបស់យើងហ្នឹង50គីឡូបាទអញ្ចឹងបាច់បំពន់វគ្គទី1បងណាស្រូវអាយុមួយថ្ងៃបងបាច់បំពន់កាលហ្នឹងសាទី1 15ថ្ងៃ15ថ្ងៃបងណាអូល្អចុះបាច់វគ្គទី2បងបាច់វគ្គទី2បងប្រើប្រហែលដែរខ្ញុំវាយមីលូរីនឹងបថយ1បាវវាយតែ3ទេហើយជីសហ្នឹង1បាវ50គីឡូទៅដែរបាទអញ្ចឹងបងប្រើមីដូរី25គីឡូហ្នឹងចំនួន3បាវណាបងណាបាទហើយជីអរ៉េហ្នឹងបងប្រើ50គីឡូដែរ50គីឡូទៅដែរបាទអានោះបាច់អាយុស្រូវប៉ុន្មានថ្ងៃហ្នឹងអាយុ25ថ្ងៃ25ថ្ងៃចុះដល់ពេលបាច់ផ្ដាច់វិញបងប្រើប៉ុន្មានដែរផ្ដាច់ខ្ញុំវាយ NPK 25គីឡូ4បាវNPK បាវ25គីឡូហ្នឹងចំនួន4បាវណាលេខប៉ុន្មានដែរបង NPK របស់យើង20 15បងណាអូបាទអូល្អដែរអញ្ចឹងស្រូវបងផ្ដាច់ជីឥឡូវចាប់ដើមមូលដើមបងណាមូលដើមផ្ដាច់ជី40ថ្ងៃជាងខ្ញុំផ្ដាច់តាំងពី40ថ្ងៃផ្ដាច់តាំងពី40ថ្ងៃគឺឥឡូវល្អ45ហើយវាយអាន5ថ្ងៃបាទ